ថ្ងៃនេះគឺមេឃភ្លៀងខ្លាំងតាំងពីព្រឹករហូតដល់ល្ងាចទៅបានរៀងខ្ញុំនឹងនាំអារម្មណ៍បងប្អូនឲ្យទៅទស្សនានៅទេសភាពវាលស្រែក៏ដូចជាស្ដាប់នៅសំឡេងសត្វក្អុកក្អាត់យំទៅភ្លក់ទឹកត្នោតដែលបេះមកពីដើមថ្មីឆ្ងាញ់អត់ទឹកត្នោតយកមកពីដើមថ្មីធម្មជាតិពិតហ្មងពេលនេះគឺខ្ញុំបានធ្វើដំណើរមកដល់ផ្សារព្រែកកញ្ច្រែងហើយគឺឃើញថានៅតាមផ្លូវហ្នឹងគឺមានទឹកដក់នៅតាមផ្លូវខ្លះដែរដោយសារតែទើបតែរៀងភ្លៀងប្រហែលជាកន្លះម៉ោងមុនទេចាហើយពេលល្ងាចឡើងអញ្ចឹងនៅក្នុងផ្សារព្រែកកញ្ច្រែងគឺមានអ្នកលក់ដូរនៅតាមផ្លូវខ្លះដែរមានលក់ម្ហូបមានលក់ជារបស់ញ៉ាំអីផ្សេងសាច់អាំងប្រហិតជើងមាន់ហើយនឹងម្ហូបពេលល្ងាចឡើងអីអញ្ចឹងណាអញ្ចឹងគឺតម្លៃគឺសមរម្យមែនទែនអត់ថ្លៃទេហើយអ្នកលក់ដូរគឺគាត់ទោះជាភ្លៀងក៏នៅតែលក់ដែរចាហើយមេឃគឺរៀងសតុំបន្តិចដោយសារតែរៀងល្ងាចដែរហើយម៉ោងដូចជាខ្ទង់5ហើយ5កន្លះចាអញ្ចឹងឥឡូវនេះគឺឃើញថាខ្ញុំបានធ្វើដំណើរមកដល់នៅវត្តព្រែកក្រូចហើយនៅក្នុងហ្នឹងក៏មានជាសាលារៀននៅក្នុងហ្នឹងផងដែរឥឡូវនេះគឺខ្ញុំបានធ្វើដំណើរបន្តទៅទៀតហើយដែលយើងមកដល់កន្លែងការិយាល័យពន្ធដារស្រុកហើយក៏ដូចជាហួសមកមុខតិចមកគឺមានវត្តនេះគឺជាវត្តស្វាយជ្រុំដែលស្ថិតនៅរ៉បមាត់ស្ទឹងសង្កែហើយទៅមុខបន្តិចគឺមានជាសាលាស្រុកក៏ដូចជាសាលារៀនហើយនិងមន្ទីរពេទ្យគឺនៅជាប់គ្នានឹងនិយាយទៅគឺនៅតំបន់នេះគឺងាយស្រួលមែនទែនសម្រាប់ប្រជាជនដោយសារតែមានវត្តមានសាលារៀនមានពេទ្យអីនៅជិតហ្នឹងអញ្ចឹងណាអញ្ចឹងប្រជាជននៅតំបន់ហ្នឹងគឺគាត់មានភាពងាយស្រួលចាហើយខ្ញុំបានធ្វើដំណើរទៅមុខបន្តិចទៀតទើបយើងនឹងដល់កន្លែងដែលយើងត្រូវជិះមើលវាលស្រែក៏ដូចជាយើងទិញទឹកត្នោតញ៉ាំហើយកន្លែងនេះវិញគឺជាផ្លូវលំចូលទៅខាងក្នុងដែលគេចូលចិត្តទៅលេងពេលល្ងាចឡើងទៅមើលថ្ងៃលិចក៏ដូចជាយកអីទៅញ៉ាំនៅវាលស្រែអីអញ្ចឹងណាហើយសម្រាប់នៅខាងមុខនេះវិញគឺមានដើមកង្កោករាប់នៅតាមផ្លូវគឺស្អាតមែនទែននេះគឺយើងមកដល់វត្តអាចរៀងសីហើយដែលមានភាពល្បីល្បាញខ្លាំងមែនទែននៅក្នុងឆ្នាំនេះជាពិសេសគឺទៅលើទូកងដែលយើងបានចូលរួមប្រកួតទូកងនៅថ្នាក់ជាតិហើយដែលធ្វើឲ្យវិស័យទូកងនៅឆ្នាំនេះគឺមានការផ្ទុះឡើងហើយនឹងមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរសម្រាប់នៅតាមផ្លូវគឺមានជាអ្នកលក់ដូរអីតិចតួចហើយនឹងមានជាការដាំបន្លែប្លុកអីនៅតាមផ្លូវខ្លះដែរសម្រាប់ផ្លូវនេះវិញគឺផ្លូវចូលទៅមាត់ស្ទឹងយើងធ្វើដំណើរមកមុខបន្តិចឥឡូវនេះគឺយើងធ្វើដំណើរមកដល់វត្តស្ដីនៅខាងស្ដាំនេះគឺជាវត្តស្ដីហើយចំណែកកន្លែងលក់ទឹកត្នោតហ្នឹងគឺនៅក្នុងភូមិស្ដីនឹងឯងឥឡូវនេះគឺយើងមកដល់ហើយគឺមានដើមត្នោតដុះជាជួរគឺមើលទៅមានអារម្មណ៍ថាទេសភាពស្អាតមែនទែនអញ្ចឹងគឺខ្ញុំបានជិះទៅមើលទេសភាពដើមត្នោតហ្នឹងបន្តិចរួចបន្ទាប់មកគឺយើងមកដល់កន្លែងលក់ទឹកត្នោតល្មមហើយគឺឃើញថាគាត់បានដាក់តាំងជាកំពង់ហើយមានទង់ជាតិខ្មែរនៅលើហ្នឹងហើយទឹកត្នោតរបស់គាត់គឺតំណងហើយមកដល់គឺតែ1000ទេមានទឹកត្នោតជូរទឹកត្នោតផ្អែមហើយមានជាប្រភេទជូរអែមហើយគឺគាត់ថាគាត់បានបេះមកពីដើមថ្មីរាល់ថ្ងៃហ្មងឆ្ងាញ់អត់ទឹកត្នោតយកមកពីដើមថ្មីធម្មជាតិពិតហ្មងផ្អែមដល់ផ្អែមកលែកមកខាងនេះវិញគឺខ្ញុំបានឃើញអ្នកឡើងត្នោតគេកំពុងតែឡើងទៅយកទឹកត្នោតហើយឡើងខ្ពស់ដើមត្នោតគឺខ្ពស់ខ្លាំងណាស់ចាហើយចំណាយកន្លែងលក់នេះគឺស្ថិតនៅក្នុងភូមិស្ដីឃុំព្រែកនរិនស្រុកឯកភ្នំខេត្តបាត់ដំបងហើយឥឡូវនេះគឺខ្ញុំបានជិះចូលនៅក្នុងវត្តស្ដីដើម្បីទៅមើលទិដ្ឋភាពនៅមាត់ស្ទឹងបន្តិច
ឥឡូវនេះគឺខ្ញុំបានមកដល់ផ្នែកខាងក្រៅនៃវត្តហើយហើយទល់មុខវត្តនេះគឺជាដងស្ទឹងសង្កែហើយនៅតាមមាត់ស្ទឹងគឺមានដើមឈើមានដើមត្នោតខ្ពស់ខ្ពស់ដាក់លម្អដល់ពេលអញ្ចឹងមើលទៅគឺស្អាតហើយស្រឡះថែមទៀតផងនិយាយទៅឃើញថាមានការរៀបចំបានស្អាតហើយនេះគឺជាផ្ទះរបស់ប្រជាពលរដ្ឋនៅរាប់តាមមាត់ស្ទឹងហើយនេះគឺខ្ញុំបានឃើញក្មេងៗគាត់មុជទឹកចឹងធ្វើឲ្យខ្ញុំនឹកសម័យដល់ការខ្ញុំនៅក្មេងៗកាលពីប្រហែលជា20ឆ្នាំជាងមុនណាចឹងពេលហ្នឹងគឺពួកខ្ញុំក៏មុជទឹកនៅតាមដងស្ទឹងសង្កែដែរតែដោយសារតែឥឡូវគឺយើងអត់ដែលបានចុះមុជទេនិយាយត្រង់ទៅរៀងខ្លាចរអាដែរនៅក្នុងការមុជទឹកស្ទឹងឥឡូវចាចឹងឥឡូវនេះគឺខ្ញុំបានជិះមកចូលនៅក្នុងផ្លូវភូមិព្រែកនរិនម្ដងដើម្បីខ្ញុំជិះទៅមើលទិដ្ឋភាពវាលស្រែពេលភ្លៀងធ្លាក់ហើយអញ្ចឹងថាតើវាមានទិដ្ឋភាពស្រស់ស្អាតបែបណាហើយនេះគឺជាផ្ទះរបស់ប្រជាពលរដ្ឋរបស់យើងហើយឃើញថាពួកគាត់ពេលល្ងាចស្មានដែរអ្នកខ្លះក៏គាត់កំពុងតែរៀបចំបាយទឹកធ្វើម្ហូបអីអញ្ចឹងណាឥឡូវនេះគឺយើងមកដល់នៅតាមផ្លូវវាលស្រែហើយគឺឃើញថាវាលស្រែគឺឡើងខៀវល្ងិតហើយស្រូវវិញគឺបានដុះល្អមែនទែនហើយដំណាំផ្សេងដូចជាពោតសណ្ដែកតសក់អីហ្នឹងក៏ល្អដែរដោយសារតែបានភ្លៀងជោគជាំផងហើយនៅក្នុងហ្នឹងគឺពួកគាត់ក៏មានជាប្រព័ន្ធទឹកដែរគឺគេមានជាទឹកបន្លាយដែលហូរមកពីស្ទឹងអីអញ្ចឹងណាហើយនឹងបូកជាមួយនឹងទឹកភ្លៀងធ្លាក់មកផងអញ្ចឹងធ្វើឲ្យពួកគាត់អាចមានទឹកនៅក្នុងការស្រោចស្រពដំណាំហើយឃើញថាអ្នកខ្លះក៏គាត់កំពុងតែច្រូតស្មៅយកទៅឲ្យគោហើយម្យ៉ាងវិញទៀតសម្រាប់ប្រជាពលរដ្ឋរបស់យើងធ្វើស្រែធ្វើចម្ការក៏ដោយឲ្យតែមានទឹកគ្រប់គ្រាន់គឺពួកគាត់សប្បាយចិត្តនៅក្នុងការធ្វើដំណាំកសិកម្មផ្សេងអ្វីដែលពិបាកតែត្រង់ថាអត់មានទឹកតើហើយឃើញថាអ្នកខ្លះក៏គាត់កំពុងតែព្រោះហើយអ្នកខ្លះស្រែខ្លះទៀតក៏បានដោះជាប្រឡក់ស្រូវបដាហើយទៀតពេលដែលយើងជិះមើលទេសភាពពេលល្ងាចឡើងមើលតាមវាលស្រែវាស្រូវអីចឹងគឺធ្វើឲ្យយើងមានអារម្មណ៍ថាដូចស្រស់ស្រាយដូចបាត់អស់ទុក្ខកង្វល់មួយយ៉ាងដែរចាឥឡូវនេះគឺយើងនឹងទៅស្ដាប់សំឡេងកូនក្អាត់កូនក្អុកយំនៅតាមវាលស្រែនេះគឺជាសំឡេងក្អុកក្អាត់យំតាមស្រែក្រោយពេលភ្លៀងធ្លាក់ពេលភ្លៀងទៅណាយើងយំនៅទៅណាយំនៅហ្នឹងពេញគាត់ស្រីចាស់កាយចាំទឹកទៅវិញទៅណោះត្រូវនឹងអើ